បងក្នុងវីដេអូនេះខ្ញុំនឹងចែកជូនជាមួយនឹងកាដូអាវផ្កាសម្រាប់ពាក់ចូលឆ្នាំខ្មែរជូនបងទាំងអស់គ្នាដឹងអត់ថាតើការបងរំលោះម៉ូតូហ្នឹងមានលក្ខខណ្ឌបែបណាអញ្ចឹងការបងរំលោះម៉ូតូគឺមានលក្ខខណ្ឌដូចការទិញលុយសុទ្ធអញ្ចឹងគ្រាន់តែអំពូមិញកាន់តែឯកសារអត្តសញ្ញាណប័ណ្ណមកជាមួយនឹងសិភៅគ្រួសារក៏បានសម្បត្តិកណាត់ក៏បានដាក់ពាក្យក្នុងរយៈពេល1ម៉ោង2ម៉ោងដឹងលទ្ធផលដកម៉ូតូជិះភ្លាមការបងម៉ូតូមានចាប់ពីការបងចាប់ពី1ខែ200000ជាងឡើងទៅរីឯអាសង្ឃបង1ខែ300,000ជាងឡើងទៅតែប៉ុណ្ណោះអំពុំមិញទាំងអស់គ្នាមានមុខរបរគ្រប់ប្រភេទមិនថាជាអ្នកធ្វើស្រែចម្ការអ្នកធ្វើសំណង់តាមផ្ទះសំណង់តាមខាឋានសំណង់ឆ្លងខេត្តឆ្លងភូមិសុទ្ធតែអាចដាក់ពាក្យបងរំលោះម៉ូតូបានផងដែររីឯបងដែលជាអ្នកធ្វើការទូទៅបងមានឯកសារដូចជាមួយនឹងបងដែលអ្នកធ្វើស្រែចម្ការដូចតែគ្នាហ្នឹងគឺអត្តសញ្ញាណប័ណ្ណជាមួយនឹងសិភៅគ្រួសារហើយបងដែលមានមុខរបរផ្សេងដូចជាអ្នកជាជ័រកស៊ូអ្នកធ្វើការងារតាមផ្ទះប្រាក់ខែតិចឬក៏ទួចចាប់ពី$150ឡើងទៅសិតតែអាចដាក់ពាក្យបងរំលោះបានបងផងដែរអញ្ចឹងដូច្នេះអំពុំមិញទាំងអស់គ្នាចិត្តចូលឆ្នាំខ្មែរគៀកមកដល់ហើយដើម្បីបានម៉ូតូជិះឆាប់អំពុំមិញទាំងអស់គ្នាជួយផ្ដល់ព័ត៌មានលម្អិតធ្លាប់ជាពាក់ធនាគារ2 3ស្ថាប័នសិតតែអាចបងរំលោះម៉ូតូបានដែលមានទីតាំងនៅហុងដាងើវងឆាយស្រុកស្ទងឬក៏ឆាតចូលពេកណាអំពុំមិញ